អ្វីដែលយើងជំរាបសហភាពអឺរ៉ុបមិនមែនមានន័យថាឲ្យដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋខ្មែរលើប្រទេសកម្ពុជាទេក៏ប៉ុន្តែឲ្យសង្កត់រដ្ឋាភិបាលត្រកូលហ៊ុនត្រូវតែស្ដារប្រជាធិបតេយ្យគឹមសុកនិយាយត្រង់ចំណុចនេះមានន័យថាម៉េចសង្កត់រដ្ឋាភិបាលត្រកូលហ៊ុនសង្កត់របៀបណាឲ្យសហភាពអឺរ៉ុបគេសង្កត់របៀបណាគឹមសុកគួរតែបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់តែសង្កត់រដ្ឋាភិបាលសង្កត់របៀបម៉េចយកអីមកសង្កត់ឲ្យរដ្ឋាភិបាលនឹងដួលរលំសង្កត់តាមរយៈរដ្ឋបហាសង្កត់តាមរយៈផ្ដាច់ជំនួយសង្កត់តាមរយៈបន្ថែមពន្ធអីផ្សេងដោយអាមេរិកសង្កត់តាមរយៈធ្វើបដិវត្តពណ៌សង្កត់តាមរយៈបាតកម្មសង្កត់អីសង្កត់ម៉េចនៅគឹមសុកជួយឆ្លើយទៅនឹងទៀតមកសង្កត់របៀបម៉េចហើយយកហេតុផលអីទៅឲ្យសហភាពអឺរ៉ុបគេសង្កត់ហើយគេរកវិធីអីដើម្បីសង្កត់រដ្ឋាភិបាលកម្ពុជារាល់ថ្ងៃនេះកន្លែងនេះបើសិនអ្នកស្ដាប់គឹមសុកពួកផ្កាប់មុខលើគឹមសុកស្ដាប់តើគឹមសុកយកអីទៅបកស្រាយឲ្យពួកគាត់ណាឲ្យគេសង្កត់របៀបម៉េចឥឡូវឧទាហរណ៍ថាសង្កត់ធ្វើឲ្យរដ្ឋាភិបាលនឹងដួលរលំតាមរយៈវិធីណាមួយហើយគឹមសុកថាមិនមែនជាការសង្កត់ទៅលើប្រជាពលរដ្ឋខ្មែរទេប្រជាពលរដ្ឋខ្មែរ17លាននាក់រស់នៅក្នុងយើងឧទាហរណ៍ថារស់នៅក្នុងកន្លែងមួយរស់នៅក្នុងបន្ទប់មួយដែលរដ្ឋាភិបាលជាអ្នកអភិបាលថែរក្សាផ្គត់ផ្គង់គ្រប់សពបែបយ៉ាងគឹមសុកអត់ធ្វើបាបប្រជាពលរដ្ឋនៅក្នុងបន្ទប់មួយនឹងទេតែគឹមសុកបិទបន្ទប់នឹងឲ្យចិត្តផ្ដាច់អុកស៊ីហ្សែនគឹមសុកថាផ្ដាច់បន្ទប់កុំឲ្យអុកស៊ីហ្សែនចូលបន្ទប់តាមានទៅធ្វើបាបប្រជាពលរដ្ឋណាខ្ញុំបិទតែបន្ទប់តាខ្ញុំមានទៅបិទប្រជាពលរដ្ឋបិទចំោះប្រជាពលរដ្ឋណាគឹមសុកចង់និយាយចឹងហ៎គឹមសុកឯងបិទតែបន្ទប់ទៅគឹមសុកឯងអាចបានបិទដង្ហើមប្រជាពលរដ្ឋទេមិនចឹងហ៎ហើយទីបំផុតអ្នកណាអ្នកងាប់បន្ទប់នោះអ្នកងាប់ឬក៏អ្នកនៅក្នុងបន្ទប់ងាប់គឹមសុកឆ្លើយទៅនឹងទីមើលចំណុចទី2មិនគៀបសង្កត់ប្រជាពលរដ្ឋខ្មែរទេតែគៀបសង្កត់រដ្ឋាភិបាលត្រកូលហ៊ុនគឹមសុកឯងអាយុច្រើនជាងខ្ញុំអាយុ40ជាងខ្ញុំទៅ30ជាងប៉ុន្តែទោះយ៉ាងណាក៏គឹមសុកឯងរៀនដល់បណ្ឌិតខ្ញុំរៀនអត់ចប់ថ្នាក់ទី12ទេបាទគឹមសុកឯងក៏ដឹងដែរប្រវត្តិកាលដែលសេនាប្រមុខលន់នល់ធ្វើរដ្ឋប្រហារផ្ដួលរំលំរបបសម្ដេចព្រះនរោត្តមព្រះបរមរណកោដ្ឋសីហនុសួរថាពេលនោះលន់នល់ធ្វើរដ្ឋប្រហារនឹងផ្ដួលរំលំប្របាទនរោត្តមសីហនុឬក៏ផ្ដួលរំលំប្រជាពលរដ្ឋខ្មែរចម្លើយ 100% គឺផ្ដួលរំលំសម្ដេចព្រះនរោត្តមព្រះបរមរណកោដ្ឋកូនណាសីហនុតែក្រោយពីព្រះអង្គដួលរលំតើប្រជាជនកម្ពុជាធ្លាក់ចូលទៅក្នុងអីគឺវិបត្តិសង្គ្រាមរ៉ាំរ៉ៃទើបបញ្ចប់សួរថានោះជាការគៀបសង្កត់ផ្ដួលរំលំធ្វើបាបរដ្ឋាភិបាលសម្ដេចព្រះនរោត្តមសីហនុឬក៏ធ្វើបាបប្រជាពលរដ្ឋខ្មែរណែអ្នកស្ដាប់គឹមសុកដែលថាជាបណ្ឌិតហ្នឹងណាពិចារណាកន្លែងហ្នឹងមើលផ្ដួលរំលំតែរបបដឹកនាំរបស់បកូនណាទេប៉ុន្តែអ្នកវេទនាពីណាអ្នកវេទនាប្រជាពលរដ្ឋខ្មែរធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមរ៉ាំរ៉ៃបែកបាក់គ្រួសារស្លាប់ពិការរងរបួសរហូតដល់คล้ายទៅជារបបវិលវិឃាតថែមទៅទៀតដោយសារណាដោយសារផ្ដួលរំលំប្របាទនរោត្តមសីហនុមិនមែនផ្ដួលរំលំប្រជាពលរដ្ឋខ្មែរណាកាលនោះហើយគឹមសុកនិយាយនោះដូចគ្នានេះផ្ដួលរំលំរបបដឹកនាំតកូលហ៊ុនដែលមានសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីជាអ្នកដឹកនាំសួរថាបើផ្ដួលអ្នកណាអ្នកវេទនាស្មានតែគឹមសុកឯងមកផ្ដួលបានឧទាហរណ៍ថាផ្ដួលបានថ្ងៃហ្នឹងស្អែកសំនឹងស៊ីធ្វើនាយករដ្ឋមន្ត្រីហ៎មានកន្លោទេត្រូវគិតឲ្យច្បាស់កន្លែងហ្នឹងនេះគ្រាន់តែជាការឧទាហរណ៍តែអត់មានថ្ងៃដួលទេតែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា
ធ្វើបាបរដ្ឋាភិបាលវាអត់ខុសពីធ្វើបាបប្រជាពលរដ្ឋខ្មែរ17លាននាក់ដែលក្នុងចំណោមនោះភាគច្រើនគឺគ្រប់គ្រងរដ្ឋាភិបាលតែធ្វើបាបរដ្ឋាភិបាលធ្វើបាបប្រជាជនណាបាទផ្ដួលរដ្ឋាភិបាលគឺសម្លាប់ប្រជាជនណាផុសតាងអីដែលថារដ្ឋាភិបាលខ្មែរសម្លាប់មនុស្សតែបើកឹមសុកឯងធ្វើដោយកឹមសុកឯងនិយាយកឹមសុកឯងសម្លាប់មនុស្សសម្លាប់សាហាវជាងពលពតទៀតណាទៅដឹងកន្លែងហ្នឹងហើយយើងបានបញ្ជាក់ច្បាស់ថាប្រសិនបើមិនស្ដារប្រជាធិបតេយ្យនៅប្រទេសកម្ពុជាទេណាកម្ពុជានឹងក្លាយទៅជា killing fields of democracy មួយម៉ាត់ណាក៏ប្រជាធិបតេយ្យដែរបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរធ្វើបិទតែមានអ្នកក្រគួរសមដែរតែអ្នកមានក៏គេមានដែរអ្នកធូធាក៏គេមានដែរអ្នកមធ្យមក៏គេមានដែរអ្នកហូបមកគ្រប់ក៏មានដែរអ្នកក្រក៏មានដែរមានចម្រុះក្នុងប្រទេសមួយតែតែមានអញ្ចឹងឲ្យអ្នកក្រគាត់រស់នៅតាមរបៀបគាត់ដែលមានការគ្រប់គ្រងរដ្ឋាភិបាលខ្លះអីខ្លះធម្មតាអញ្ចឹងទៅអ្នកធូធាគេរោហូបចុករបស់គេទៅអ្នកមានគេរោស៊ីរបស់គេទៅអ្នកធំគេរស់នៅតាមបែបការងាររបស់គេធ្វើបម្រើរដ្ឋអីចឹងទៅតែនឹងមិនមែនជារបបដែលមួយដែលលើកស្ទួយប្រជាធិបតេយ្យទេឬដែលឲ្យប្រជាពលរដ្ឋរស់តាមដំណើរហើយរស់តាមបើថាខ្វះខាតខ្លាំងយើងជួយគ្រប់សពយើងឃើញរដ្ឋាភិបាលជួយអីខ្លះអានឹងមិនមែនប្រជាធិបតេយ្យទេឬចុះបើផ្ដួលរំលំរដ្ឋាភិបាលចោលមួយប្រជាពលរដ្ឋធ្លាក់ក្នុងភ្លើងសង្គ្រាមអ្នកមានខ្លាយទៅជាអ្នកក្រខ្លាយជាអ្នកស្លាប់អានឹងជាការលើកលទ្ធិប្រជាធិបតេយ្យរបស់កឹមសុខឯងណាឥឡូវម៉ោងនេះម៉ោង6ប្រជាពលរដ្ឋកំពុងហូបបាយជុំគ្នាបន្ទាប់ពីចេញពីធ្វើការប៉ុន្តែបើសិនជារដ្ឋាភិបាលនេះដួលរលំណាប្រកាសจะមានភ្នក់ភ្លើងសង្គ្រាមឆេះឡើងសារជាថ្មីអត់បានបាយជុំគ្នារត់ចែកជើងគ្នាមិនសពដីแล้วអានេះជាការលើកស្ទួយលទ្ធិប្រជាធិបតេយ្យហ៎រៀនដល់បណ្ឌិតប៉ុននិយាយមកប្រភ្លើងងាប់ចោលមកនឹងខ្លាយទៅជាវាលពិឃាតសម្រាប់ប្រជាធិបតេយ្យហើយអាវាលពិឃាតសម្រាប់ប្រជាធិបតេយ្យហ្នឹងគឺពិឃាតសេដ្ឋកិច្ចពិឃាតសេរីភាពពិឃាតជីវិតមនុស្សពិឃាតសេចក្តីសុខរបស់មនុស្សនិយាយរួមប្រជាពលរដ្ឋខ្មែររស់មិនបានចុះបើប្រជាពលរដ្ឋខ្មែររស់មិនបានទៅហើយឯងចាំបាច់មកផ្ដួលរំលំរងាប់ស្អីទៀតមិនចឹងអង្គភូមិបើប្រជាពលរដ្ឋខ្មែររស់មិនបានហើយឯងមកធ្វើអីទៀតបោកប្រមកនេះវាស្លាប់អស់បាត់ទៅហើយគេថាប្រជាពលរដ្ឋខ្មែររស់មិនបានទេអញ្ចឹងមិនបាច់ទេបើរស់មិនបានន័យថាស្លាប់អស់ទៅហើយមិនទាល់តែកឹមសុខឯងផ្ដួលរដ្ឋាភិបាលនឹងបានប្រជាជនរស់ឡើងវិញណាបើស្លាប់អស់ហើយហ្នឹងដូចជាករណីលោកលីនគឹមយ៉ាជាឧទាហរណ៍ហើយមានភរិយានិងកូនប្រុសរបស់លោកលីនគឹមយ៉ាបានទៅពន្យល់សហភាពអឺរ៉ុបអំពីការខកចិត្តរបស់ពួកគាត់ដែលមិនអាចរកយុត្តិធម៌បាននៅពេលនេះដោយសារតែឃាតកម្មនោះត្រូវគេជឿជាក់ថាបងប្អូនស្ដាប់កន្លែងនេះឲ្យច្បាស់ឃាតកម្មនោះត្រូវគេជឿជាក់ថាពាក់ព័ន្ធទៅនឹងអ្នកដឹកនាំរបបក្រុងភ្នំពេញដោយសារឃាតកម្មនោះត្រូវគេជឿជាក់ថាពាក់ព័ន្ធជាមួយនឹងរបបដឹកនាំរបស់រដ្ឋាភិបាលរាជធានីភ្នំពេញអូទៅនិយាយជាមួយអឺរ៉ុបនិយាយប្រភ្លើអញ្ចឹងខ្ញុំស្មានតែខាងដើមនេះគេយកហេតុផលអីទៅឲ្យសហភាពអឺរ៉ុបគៀបសង្កត់រដ្ឋាភិបាលកម្ពុជាដល់ទីបំផុតកឹមសុខថាយករឿងលឹមគឹមយ៉ាមិនបាច់វែកញែកថាពីណានៅពីក្រោយខ្នងឃាតកម្មលឹមគឹមយ៉ាទេនិយាយតែតើភាពជាក់ស្ដែងថារឿងនោះកើតឡើងនៅឯណានៅថៃខ្មែរអត់ពាក់ព័ន្ធបាត់ហើយយករឿងទៅឲ្យអឺរ៉ុបគេគៀបសង្កត់ខ្មែរវាមិនស្មើនឹងអឺរ៉ុបនេះឈួតអូអាយយកហេតុផលប៉ុណ្្នឹងទៅឲ្យអឺរ៉ុបគេគៀបសង្កត់កម្ពុជាណាម្នាក់ស្លាប់នៅថៃគេប្រកាសហើយថាជារឿងបុគ្គលគំនុំផ្ទាល់ខ្លួនអត់ចោតមកខ្មែរមួយម៉ាត់សោះហើយពួកឯងយករឿងហ្នឹងទៅឲ្យអឺរ៉ុបគេគៀបសង្កត់ខ្មែរអញ្ចឹងសួរតើអឺរ៉ុបគេធ្វើតាមកឹមសុខឯងឬអត់ហើយអ្នកស្ដាប់កឹមសុខពិចារណាកន្លែងហ្នឹងតើអឺរ៉ុបគេធ្វើតាមកឹមសុខអត់1លាន%អត់ធ្វើដោយសារអីសហភាពអឺរ៉ុបគឺគេច្បាស់លាស់ណា
dương banh chơi Europe với dương dây tay tờ la ca dương rồi ngay nè khi em trao bông bông ông bùi minh tha sầm lấp cua ra khi em ở miền Pao ta khi em đã từ mong từ Prap tờ la ca mong mà su tờ la ca lục thơ tam khi em ấy khi em ở miền Pao ta bao nâng hay bờ tờ la ca từ chấp ông bùi minh bông bông tam sầm nông po bao khi em đã khi em dây tầng ọt Pao ta ta tờ la ca chị ấy tờ la ca lục phải chứ ấy nó trời rương chẳng xua tha Europe cái chưa cầm sọc của man về rồi kia ọt chưa kia ọt đập từ giờ rương lâm kim giá hay bập pun con lâm kim giá từ ra bẩn túc từ ôi tai Prap Europe cái chưa này mà chào không ai ọt bẹ pun ấy sao nè bà sân chưa tha bị bà thấy kể cao tu kể đã bẩn túc lơi khi ta cam này mau cam một chia tại mũi chấm nói cầm sọc anh giờ năng thừa phò bàn giờ từ phơi chia làm nàng bàn giờ từ phơi chia bẩn túc đã không ai bàn bạn ta ọt sao thay cái ọt ban đạm màn tí sao ấy xưa ta ở Europe cái thơ đại dương mày cát ta ở ruồi tê nè hay Paul School chẳng ấy chia ta ở Europe cái chưa bia đái nè sang say pun này ở school ở Europe không mà ta hiểm đại hay riêng đau bẩn đất á bông bồn cái thằng kia bẩn đất cầm sóc á hay bẩn đất dây bục phơi chăng ngọc ơi giờ rừng lâm kiểm giá tự đạo bẩn túc áo cái kia dừng cao rồi thà bị ba Campuchia đại miến và pôn đừng con lâm kiểm giá hay rừng nick kế chưa chẹt thá bẹ pon chỉ môi nắng nó thà ba Campuchia hãy con để chưa chia hãy miền Pao Tang ấp miền Pao Tang giờ rương ấp Pao Tang từ dây Prap Europe men mê hãy xong đang si mua sọc hùa nâng tê anh Prap mình Prap lục bờ thiên đấy lớn thì tao câu hôn chơi châu được bọp được non rồi anh chơi châu hãy dây chẳng bị chưa hai vụ lừng ngơ đi cái này phân Europe men xong đang si Europe men mua sọc hùa là lơ lọ nông tê nè từ cận ở chỗ bạc lại nâng hai credit đấy nhá bởi nơi thơ chuyện nè vì phía ai cái đấy lo chiêng nè lo chiêng nơi miền nè đạp cua sòm còn bởi màu thưa con trai bom nơi cút ấy vì lọp hơi rồi nơi miền phân năng ông bố mình vì cha na thằng o này hay clip cầm sóc cái tầm phong ngày năng tế ông bố mình ai trâu từ tam đan tu sna bàn ngày nay khi ông dây phân năng sông group o con group liền